នៅក្នុងវីដេអូមួយនេះខ្ញុំនឹងមកនិយាយលម្អិតអំពីរបៀបលេង Metro Royale ឲ្យកាន់តែខ្លាំងខ្លាំងខ្លួនឯងធ្វើខ្លួនឯងខ្លាំងអូខេណាខ្ញុំនិយាយលេងទេអញ្ចឹងនៅក្នុងវីដេអូមួយនេះផងដែរផ្ញើជូនសម្រាប់គ្នាយើងដែលគិតដាក់ចិត្តដាក់កាយថាចង់លេង Metro Royale ខ្លាំងហើយទើបតែរៀនលេងថ្មីថ្មងអត់ដឹងថាមើលវីដេអូឯណាអាចមើលវីដេអូនេះដល់ចប់បានហើយបើសិនមានចម្ងល់កន្លែងណាខ្វះខាតកន្លែងណាអាច comment នៅខាងក្រោមបានយើងចូលសាច់រឿងប្រធានបទរបស់យើងវិញសម្រាប់គ្នាយើងដែលចូលលេងថ្មីថ្មងជាដំបូងយើងក៏លេខទៅមើលលើ map របស់យើងមួយណាក៏ដូចមួយណាដែរចូលដំបូងថ្មីថ្មងហ្នឹងគឺថាគេដាក់ map ធម្មតាឲ្យយើងលេងហើយអញ្ចឹងយើងដើរ farm ធម្មតាអញ្ចឹងទៅហើយទី2នោះយើងក៏លេខទៅមើលលើ talent អញ្ចឹងហ្នឹងឯងអាកាក់មួយនេះខ្ញុំនឹងមកប្រាប់អំពីរបៀបថាតើទទួលកាក់មួយនេះកាន់តែច្រើនហើយកាន់តែលឿនកាន់តែងាយតាមរបៀបណាតាមវិធីណាហើយខ្ញុំក៏ទៅតែស្វែងយល់ខ្លួនឯងដូចគ្នាស្វែងយល់បានយូរក្រិនដែរហើយមកចែករំលែកដល់គ្នាយើងទាំងអស់គ្នាអញ្ចឹងយើងក៏លេខទៅមើលរូបបន្ទះភ្លើងនៅខាងក្រោម comment post ហ្នឹងហើយរូបបន្ទះភ្លើងហ្នឹងចុចមកបន្ទាប់មកទៀតតើយើងធ្វើបែបម៉េចយើងមិនចាំបាច់ឆ្ងល់មិនចាំបាច់ខ្វល់ជាមួយនឹងអ្នកខាងគៀនឆ្វេងស្ដាំហ្នឹងទេយើងមកមើលកដាលម្នាក់ស្រីកដាលហ្នឹងហើយដើម្បីឲ្យផ្ទុះ level យើងត្រូវមានរបស់ទាំងអស់នេះយកទៅឲ្យគឿតរបស់ទាំងអស់ហ្នឹងតើទទួលបានមកពីណាទី1ទទួលបានមកពីការយើងដើរlút item តាម map មើលអ្នកនរគ្នាបើសិនតែឃើញទាំងអស់ហ្នឹងហើយយើង lút ដាក់ក្នុងកតាបមកទុកឲ្យនារីមួយនេះទី2ទទួលបានពីការទិញអញ្ចឹងមួយថ្ងៃយើងអាចទិញអាកន្លែងហ្នឹងបានម្ដងចំនួន6ហ្នឹងហើយយើងទិញអាមិចចឹងមកបាន6ហើយយើងយកទៅអាប់គិតយើងយកទៅឲ្យគិតបើគិតចូលចិត្តផ្ទុះ level កាន់តែលឿនទៀតអញ្ចឹងនៅពេលដែលផ្ទុះ level វាអាចនឹងបានអាកាក់នឹងមួយ level បាន1 level បាន1អញ្ចឹងមួយថ្ងៃយើងអាចឲ្យបានតែ5 10ណាអ្នកនរគ្នាត្រូវចំណាំមួយថ្ងៃយើងអាចឲ្យតែបានតែ15ទេបើសិនតែឃើញស្បែកជើងឃើញស្អីហ្នឹងអាចរើសយកមកឲ្យគាត់បានពីព្រោះនាងគាត់ចូលចិត្តរបស់ចឹងណាហើយខ្ញុំនិយាយលេងទេឥឡូវខ្ញុំផ្ទុះបាន1 level ទៀតហើយបានអាកាក់នឹងមួយរៀងក៏កវីចុះកវីឡើងវិលមុខគ្នាយើងណាព្រោះដោយសារតែទូរស័ព្ទខ្ញុំវាគៀងអេក្រង់មួយខាងអញ្ចឹងក៏មានតែវិធីសាស្ត្រមួយគឺពវិលចុះពវិលឡើងដើម្បីចុចអាកន្លែងខ្វៃឲ្យត្រូវហើយយើងបានកាក់មិញយើងយកមកធ្វើអីនេះយើងយកមកអាប់របស់ដែលយើងចង់ដាក់មកចង់រត់លឿនចង់តាន់ចង់លូត item លឿនចង់បាញ់គេឈឺអញ្ចឹងណាហើយនេះជា emblem ដែលខ្ញុំតែងលេងរដងហើយជំហានបន្ទាប់យើងក៏លេខមកមើលកន្លែង loot out អាកន្លែងប្រអប់យើងដូរកំភ្លើងដាក់កំភ្លើងចុះឡើងយើងចុចអាកន្លែង loot out នឹងមកអាកន្លែងហ្នឹងសំខាន់នៅត្រង់កន្លែងណាសំខាន់គឺយើងសំខាន់អត់មែនអត់សំខាន់ទេអញ្ចឹងយើងក៏លេខទៅមើលលើកតាបរបស់យើងហ្នឹងអាកន្លែងហ្នឹងវានេះកន្លែងនេះគ្នាយើងឃើញកន្លែង plan to អត់អាហ្នឹងកន្លែងដកដូរ item លឿនគ្នាយើងគ្រាន់តែចេញពីកន្លែង lobby ឲ្យកន្លែងលេងមកហើយចូលម្ដងគ្រាន់តែ add កន្លែងហ្នឹងមកហើយរបៀប add ហ្នឹងទៀតសោតតើអ្នកទាំងអស់គ្នាត្រូវធ្វើបែបម៉េចដំបូងជំហានបន្ទងវាចេញប្រាប់បរិញ្ញាបត្ររបស់យើងហើយរៀងស្មុគស្មាញបន្តិចវាចេញបែបហ្នឹងណាឲ្យយើងចុចឲ្យយើងអីចឹងប៉ុន្តែខ្ញុំចុចរួចហើយខ្ញុំធ្វើរួចយូរណាស់ហើយវាអត់ចេញទេហើយមានឈាមមានអីហ្នឹងឯងអ្នកនរគ្នាចង់ដាក់អីដាក់អូធ្វើម៉េចមកឥឡូវចាំមើលខ្ញុំអូក្រឹបណាមួយឲ្យគ្នាយើងមើលក្រឹបណាដែលយើងក្រឹបអានេះបដ តោះខ្ញុំនឹងមកបញ្យល់ប្រាប់ពីរបៀបអូដាក់គឺមានអីសម្បាមានអីបាក់យើងគ្រាន់តែចុចផ្អឹបលើក្រឹបមកអូចុចលើក្រឹបមកអូនេះឃើញអត់អូរួចយកទៅដាក់នៅកន្លងណាមួយដែលគ្នាយើងចង់ដាក់ទៅហើយក្រឹបដែលឈឺជាងគេគឺជាក្រឹបក្រឹបពើខៀវអានេះក្រឹបបាញ់ឆេះបាញ់គេទៅត្រូវមកក្រឹបឆេះអាក្រឹបនេះក្រឹប toxic ក្រឹបហ្នឹងវាបាញ់គេទៅរៀងល្ងិតកញ្ចក់អេក្រង់គៀនពើខៀវស្លែអញ្ចឹងណាហ្នឹងហើយក្រឹបមួយនេះបាញ់គេឈឺខ្លាំងយើងអូសមកដាក់មករួចហើយយើងអូសកម្រិតមកតែត្រូវការប្រមាណគ្រាប់អញ្ចឹងទៅរួចយើងចាំចុច save អញ្ចឹងទៅហ្នឹងហើយនេះជា item របស់ខ្ញុំដែលខ្ញុំតែងតែលេងនៅពេលដែលយើងចុច save អញ្ចឹងហើយគ្នាយើងនេះណាពេលចេញពីលេងហ្គេមមកវាមិន item យើងបើសិនបាញ់ចាញ់គេមិនបាត់ item កន្លែងហ្នឹងអស់មែនអត់អញ្ចឹងអត់មានអីពិបាកទេគ្នាយើងគ្រាន់តែឥឡូវខ្ញុំឧទាហរណ៍ឲ្យមើលខ្ញុំ draw all ចូលនៅក្នុងហ្នឹងសិន withdraw ហ្នឹងហើយហើយគ្រាន់តែចុច add all ចឹងមកវាចូលមកភ្លឹបអូតូចឹងហ្មង
បើសិនយើងមានស្រាប់ណាបើសិនអត់ស្រាប់ទេវាឲ្យប្រើលុយយើងចុច add all ចឹងមកយើងប្រើលុយទៅបានចូលក្នុងនឹងស្រាប់ហើយនេះអាវរបស់ខ្ញុំប្រើ item 3នេះមួយនេះអានេះប្រើសម្រាប់កុំឲ្យពុលស្មាននៅកន្លែង red ហ៎ហើយវីដេអូមួយនេះក៏ឈានដល់ទីបញ្ចប់សូមអរគុណអ្នកនរគ្នាដែលបានតាមដានវីដេអូមួយនេះដល់ចប់អត់យល់កន្លែងណាអាច comment សួរបានបាយ